វិបស្សនាផ្លូវមើលឃើញសេចក្តីពិតសួស្តីពុទ្ធបរិស័ទទាំងអស់គ្នាថ្ងៃនេះយើងនឹងមកពិភាក្សាអំពីប្រធានបទមួយសំខាន់ណាស់ក្នុងព្រះពុទ្ធសាសនាគឺវិបស្សនាមនុស្សជាច្រើនបានឮពាក្យនេះប៉ុន្តែមិនទាន់យល់ច្បាស់ថាវាជាអ្វីខ្លះគិតថាវាជាការអង្គុយបិទភ្នែកស្ងៀមខ្លះគិតថាជាការសូត្រធម៌ប៉ុន្តែតាមពិតវិបស្សនាជាផ្លូវនៃការបង្កើតបញ្ញាវិបស្សនាមានន័យថាការមើលឃើញជ្រាលជ្រៅមើលឃើញអ្វីមើលឃើញជីវិតតាមសភាពពិតរបស់វាជីវិតរបស់យើងរាល់ថ្ងៃមានការកើតឡើងនិងរលត់គ្រប់ពេលអារម្មណ៍កើតឡើងគំនិតកើតឡើងសេចក្តីសុខកើតឡើងទុក្ខកើតឡើងប៉ុន្តែបញ្ហាគឺយើងមិនបានមើលវាឲ្យច្បាស់ទេពេលសប្បាយយើងចង់ឲ្យវានៅយូរពេលទុក្ខយើងចង់ឲ្យវាបាត់លឿនពេលខឹងយើងខ្លាចជាកំហឹងពេលសោកយើងខ្លាចជាទុក្ខតែព្រះពុទ្ធបានបង្រៀនថាបើយើងគ្រាន់តែដឹងវាដោយមិនជាប់វានឹងបង្ហាញសេចក្តីពិតនោះហើយជាវិបស្សនាហេតុអ្វីត្រូវអនុវត្តវិបស្សនាមនុស្សគ្រប់គ្នាចង់បានសេចក្តីសុខប៉ុន្តែសុខរបស់មនុស្សភាគច្រើនពឹងលើអ្វីខាងក្រៅលុយកិត្តិយសស្នេហាទ្រព្យសម្បត្តិប៉ុន្តែអ្វីទាំងនេះមិនទៀងទេថ្ងៃនេះមានថ្ងៃស្អែកអាចបាត់ពេលបាត់ទៅចិត្តយើងក៏រងទុក្ខវិបស្សនាបង្រៀនឲ្យយើងឃើញថាទុក្ខមិនមែនមកពីពិភពលោកទេតែមកពីការជាប់របស់ចិត្តឧទាហរណ៍បើមាននរណាម្នាក់និយាយអាក្រក់ដាក់យើងពាក្យនោះកើតឡើងតែមួយភ្លែតប៉ុន្តែយើងយកវាមកគិតម្ដងហើយម្ដងទៀតទុក្ខកើតឡើងមិនមែនពីពាក្យទេតែពីចិត្តយើងដែលកាន់វានេះជាកន្លែងដែលវិបស្សនាចូលមកជួយវិបស្សនាមើលអ្វីវិបស្សនាមិនមែនមើលក្រៅទេតែមើលក្នុងមើលដង្ហើមមើលរាងកាយមើលអារម្មណ៍មើលចិត្តមើលធម្មជាតិរបស់អ្វីពេលដង្ហើមចូលយើងដឹងថាចូលពេលដង្ហើមចេញយើងដឹងថាចេញសាមញ្ញណាស់ប៉ុន្តែជ្រាលជ្រៅខ្លាំងពេលឈឺយើងមិនរត់គេចយើងមើលវាពេលខឹងយើងមិនបាញ់ចេញយើងមើលវាពេលសោកយើងមិនលងទៅក្នុងវាយើងមើលវាហើយពេលមើលយូរយើងនឹងឃើញថាវាកើតឡើងហើយវាបាត់ទៅអនិច្ចានេះជាមេរៀនធំបំផុតអ្វីទាំងអស់មិនទៀងរាងកាយយើងក៏ប្រែប្រួលអារម្មណ៍យើងក៏ប្រែប្រួលទំនាក់ទំនងក៏ប្រែប្រួលជីវិតក៏ប្រែប្រួលបើយើងមិនយល់អនិច្ចាយើងនឹងជាប់ពេលជាប់នឹងទុក្ខវិបស្សនាគឺការវឹកឲ្យចិត្តទទួលស្គាល់អនិច្ចាដោយផ្ទាល់មិនមែនត្រឹមស្ដាប់ទេនៅទុក្ខមិនមែនមានតែការឈឺឬបាត់បង់ទេទុក្ខមាននៅក្នុងការចង់ឲ្យបានចង់ឲ្យនៅចង់ឲ្យបាត់ចិត្តដែលតែងតែចង់គឺមិនស្ងប់វិបស្សនាបង្រៀនឲ្យយើងឃើញចង់នោះពេលឃើញវាច្បាស់អំណាចរបស់វាក៏ថយអនត្តានេះជាចំណុចជ្រាលជ្រៅបំផុតយើងតែងគិតថានេះជាខ្ញុំនេះជារបស់ខ្ញុំតែពេលមើលជ្រៅរាងកាយក៏ប្រែអារម្មណ៍ក៏ប្រែគំនិតក៏ប្រែអ្វីដែលប្រែរហូតមិនអាចជាខ្លួនថេរបានទេពេលយល់ចំណុចនេះចិត្តនឹងស្រាលរបៀបអនុវត្តវិបស្សនាអង្គុយឲ្យស្រួលដាក់ក្នុងត្រង់បិទភ្នែកស្រាលដោតលើដង្ហើមចូលដឹងដង្ហើមចេញដឹងបើគំនិតរត់ទៅណាកុំខឹងខ្លួនឯងគ្រាន់តែដឹងហើយត្រឡប់មកដង្ហើមវិញបើមានអារម្មណ៍ខឹងដឹងថាខឹងបើសប្បាយដឹងថាសប្បាយបើធុញដឹងថាធុញគន្លឹះគឺដឹងមិនមែនគ្រប់គ្រងផលប្រយោជន៍នៃអនុវត្តវិបស្សនាជាប្រចាំអាចទទួលបានចិត្តស្ងប់ជាងមុនខឹងតិចជាងមុនមានស្មារតីច្បាស់គ្រប់គ្រងអារម្មណ៍បានល្អយល់ជីវិតជ្រៅជាងមុនបន្តិចម្ដងបន្ទុញចិត្តនឹងខ្លាចជាមិត្តរបស់យើងហេតុអ្វីមនុស្សភាគច្រើនពិបាកអនុវត្តវិបស្សនាមូលហេតុមួយគឺចិត្តមនុស្សស្រឡាញ់ការរត់ទៅអតីតកាលរត់ទៅអនាគតរត់ទៅរឿងដែលមិនទាន់កើតរត់ទៅរឿងដែលកន្លងហើយតែវិបស្សនាបង្រៀនឲ្យយើងរស់នៅជាមួយបច្ចុប្បន្នគឺជាកន្លែងតែមួយដែលជីវិតកំពុងកើតឡើងពិតប៉ុន្តែចិត្តយើងភាគច្រើនមិននៅទីនេះទេពេលញ៉ាំបាយចិត្តគិតពីការងារពេលធ្វើការចិត្តគិតពីបញ្ហាគ្រួសារពេលនៅជាមួយគ្រួសារចិត្តគិតពីលុយរាងកាយនៅទីនេះតែចិត្តនៅកន្លែងផ្សេងនេះហើយជាមូលហេតុដែលយើងនឿយវិបស្សនាគឺនាំចិត្តត្រឡប់មកផ្ទះវិញផ្ទះរបស់ចិត្តគឺបច្ចុប្បន្នរឿងមួយពីសម័យព្រះពុទ្ធនៅសម័យព្រះពុទ្ធមានភិក្ខុមួយអង្គដែលខិតខំអនុវត្តយ៉ាងខ្លាំងគាត់ដើរចម្ងាយសមាធិយូរនិងព្យាយាមខ្លាំងណាស់ប៉ុន្តែចិត្តមិនស្ងប់ថ្ងៃមួយព្រះពុទ្ធបានសួរថាមុនបួសអ្នកធ្លាប់លេងពិណទេភិក្ខុឆ្លើយថាករណាធ្លាប់ព្រះអង្គព្រះពុទ្ធសួរថាបើខ្សែបន្ទឹងពេកតើសំឡេងល្អទេមិនល្អទេព្រះអង្គបើធូរពេកក៏មិនល្អដែរព្រះពុទ្ធមានព្រះបន្ទូលថាបច្ចិតក៏ដូចគ្នាតឹងពេកក៏មិនល្អធូរពេកក៏មិនល្អនេះហៅថាមជ្ឈិមាបដិបទាក្នុងវិបស្សនាយើងមិនបង្ខំចិត្តទេយើងគ្រាន់តែដឹងវាពេលខឹងតើធ្វើវិបស្សនាយ៉ាងដូចម្ដេចពេលខឹងមនុស្សភាគច្រើននិយាយភ្លាមឬធ្វើអ្វីភ្លាមតែនេះអនុវត្តវិបស្សនានឹងឈប់មួយភ្លែត
ដឹងថាអូឥឡូវកណាកំពុងខឹងគ្រាន់តែដឹងបែបនេះកំហឹងនឹងបាត់អំណាចខ្លះបន្ទាប់មកមើលថាខឹងនៅកន្លែងណានៅទ្រូងនៅក្បាលនៅពោះពេលយើងមើលវាជាអារម្មណ៍មិនមែនជាខ្លួនយើងទេចិត្តនឹងចាប់ផ្ដើមស្ងប់នេះជាការយកវិបស្សនាមកប្រើក្នុងជីវិតពិតវិបស្សនានិងជីវិតប្រចាំថ្ងៃមនុស្សជាច្រើនគិតថាត្រូវចូលវត្តទើបអនុវត្តបានតាមពិតមិនចាំបាច់ទេពេលដើរអាចដឹងថាកំពុងដើរពេលញ៉ាំអាចដឹងថាកំពុងញ៉ាំពេលលាងចានអាចដឹងថាកំពុងលាងពេលបើកឡានអាចដឹងថាកំពុងបើកនេះហៅថាសតិគឺជាប្រភពរបស់វិបស្សនាបើគ្មានសតិមិនអាចឃើញសេចក្តីពិតបានទេហេតុអ្វីពេលអង្គុយសមាធិគំនិតច្រើននេះជាសំណួរដែលមនុស្សជាច្រើនសួរចម្លើយគឺគំនិតមិនមែនទើបកើតទេវាមានរួចហើយតែពេលយើងស្ងប់យើងទើបឃើញវាដូចទឹកកខ្វក់ពេលគោមើលមិនច្បាស់ពេលទុកស្ងប់កាកនឹងចេញឲ្យឃើញដូចគ្នាចិត្តស្ងប់នឹងឃើញរឿងដែលលាក់នៅខាងក្នុងកុំភ័យពីគំនិតគ្រាន់តែមើលវាផ្លូវទៅរកសេចក្តីសុខពិតសេចក្តីសុខពិតមិនមែនមកពីការបានគ្រប់យ៉ាងទេវាមកពីចិត្តដែលមិនជាប់បើយើងយល់អនិច្ចាយើងនឹងស្រឡាញ់ដោយមិនកាន់បើយើងយល់ទុក្ខយើងនឹងរស់ដោយបញ្ញាបើយើងយល់អនត្តាយើងនឹងស្រាលចិត្តនេះជាផ្លូវដែលព្រះពុទ្ធបានបង្ហាញមិនមែនឲ្យជឿភ្លាមទេតែឲ្យសាកល្បងព្រោះធម៌ពិតត្រូវឃើញដោយខ្លួនឯងវិបស្សនានឹងការយល់ចិត្តខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃយើងចំណាយពេលយល់អ្នកដទៃច្រើនណាស់យើងព្យាយាមយល់គ្រួសារមិត្តភ័ក្តិមនុស្សជុំវិញខ្លួនប៉ុន្តែសំណួរមួយសំខាន់គឺតើយើងយល់ចិត្តខ្លួនឯងប៉ុណ្ណាពេលខឹងយើងដឹងទេថាខឹងមកពីណាពេលសោកយើងដឹងទេថាសោកព្រោះអ្វីពេលភ័យយើងដឹងទេថាអ្វីជាឫសគល់មនុស្សជាច្រើនរស់នៅជាមួយអារម្មណ៍ដោយមិនស្គាល់វាដូចជាមនុស្សរស់នៅក្នុងផ្ទះងងឹតមិនដែលបើកភ្លើងមើលខាងក្នុងវិបស្សនាគឺដូចជាការបើកភ្លើងនោះពេលមានពន្លឺយើងឃើញច្បាស់ថាអ្វីកំពុងកើតឡើងក្នុងចិត្តយើងនេះហើយជាចំណុចដំបូងនៃការរំដោះខ្លួនព្រោះអ្វីដែលយើងមើលឃើញច្បាស់យើងនឹងមិនត្រូវវាគ្រប់គ្រងងាយទៀតទេការឈឺចាប់និងវិបស្សនាមនុស្សគ្រប់គ្នាមិនអាចគេចផុតពីការឈឺចាប់បានទេមានថ្ងៃខ្លះយើងបាត់បង់មនុស្សជាទីស្រឡាញ់មានថ្ងៃខ្លះការងារមិនដូចចិត្តមានថ្ងៃខ្លះសុខភាពមិនល្អពេលទុកមកដល់មនុស្សភាគច្រើនសួរថាហេតុអ្វីរឿងនេះកើតលើខ្ញុំតែវិបស្សនាបង្រៀនឲ្យបដូរសំណួរទៅជាតើខ្ញុំអាចមើលទុកនេះដោយបញ្ញាបានទេនេះជាការផ្លាស់ប្ដូរធំព្រោះពេលយើងឈប់តស៊ូជាមួយទុកនឹងបាត់អំណាចមួយផ្នែកមិនមែនមានន័យថាវាបាត់ភ្លាមទេប៉ុន្តែចិត្តយើងមិនរងរបួសបន្ថែមរឿងនារីម្នាក់ក្នុងពុទ្ធកាលមានស្ត្រីម្នាក់ឈ្មោះគីសាកោតមីនាងបាត់បង់កូនតូចហើយឈឺចាប់ខ្លាំងណាស់នាងកាន់សាកសពកូនដើរស្វែងរកថ្នាំឲ្យកូនរស់ឡើងវិញមនុស្សនាំនាងទៅជួបព្រះពុទ្ធមានព្រះបន្ទូលថាចូលទៅយកគ្រាប់ស្ពៃពីផ្ទះណាមួយដែលមិនធ្លាប់មានមនុស្សស្លាប់នាងដើរទៅគ្រប់ផ្ទះសុទ្ធតែធ្លាប់មានអ្នកស្លាប់ពេលនោះនាងបានយល់ថាការបាត់បង់គឺជាធម្មជាតិរបស់ជីវិតនោះជាវិបស្សនាមិនមែនត្រឹមស្ដាប់ទេតែឃើញសេចក្តីពិតដោយខ្លួនឯងពេលចិត្តមិនស្ងប់តើគួរធ្វើអ្វីដែរថ្ងៃខ្លះអ្នកអាចអង្គុយសមាធិហើយចិត្តរញ៉េរញ៉ៃខ្លាំងកុំគិតថាខ្លួនឯងបរាជ័យសូម្បីតែការដឹងថាចិត្តមិនស្ងប់ក៏ជាវិបស្សនាដែរព្រោះគោលបំណងមិនមែនធ្វើឲ្យចិត្តស្ងប់ជានិច្ចទេតែធ្វើឲ្យចិត្តដឹងអ្វីដែលកំពុងកើតពេលរញ៉េរញ៉ៃដឹងថារញ៉េរញ៉ៃពេលធុញដឹងថាធុញពេលចង់ឈប់ដឹងថាចង់ឈប់នេះហើយជាផ្លូវបង្កើតបញ្ញាជីវិតគឺជាគ្រូធំពេលខ្លះយើងគិតថាត្រូវរកគ្រូនៅខាងក្រៅតែពិតជីវិតខ្លួនឯងគឺជាគ្រូធំបំផុតការខូចចិត្តបង្រៀនអំពីអនិច្ចាការបាត់បង់បង្រៀនអំពីទុក្ខការផ្លាស់ប្ដូរបង្រៀនអំពីអនត្តាបើយើងមានសតិគ្រប់ព្រឹត្តិការណ៍ក្នុងជីវិតអាចក្លាយជាធម៌នេះជាវិបស្សនាក្នុងជីវិតពិតវិបស្សនាមិនមែនធ្វើឲ្យជីវិតគ្មានបញ្ហាទេតែធ្វើឲ្យយើងមានបញ្ញាដើម្បីរស់ជាមួយបញ្ហាមិនមែនធ្វើឲ្យទុក្ខបាត់ភ្លាមទេតែធ្វើឲ្យយើងមិនលង់ក្នុងទុក្ខមិនមែនធ្វើឲ្យពិភពលោកផ្លាស់ប្ដូរតែធ្វើឲ្យចិត្តយើងផ្លាស់ប្ដូរហើយពេលចិត្តផ្លាស់ពិភពលោកដែលយើងឃើញក៏ផ្លាស់ដែរដូច្នេះសូមចាប់ផ្ដើមថ្ងៃនេះមិនចាំបាច់ច្រើនទេគ្រាន់តែដឹងដង្ហើមមួយដឹងជំហានមួយដឹងអារម្មណ៍មួយពីតូចទៅធំពីភាពមិនដឹងទៅការដឹងច្បាស់ពីទុក្ខទៅសេចក្តីសុខសេចក្តីបញ្ចប់វិបស្សនាមិនមែនជារឿងសម្រាប់តែព្រះសង្ឃទេមនុស្សគ្រប់គ្នាអាចអនុវត្តបានមិនថាអ្នកជាអ្នកធ្វើការអ្នករកស៊ីឬសាសានុសិស្សទេព្រោះទុក្ខមានសម្រាប់មនុស្សគ្រប់គ្នាហើយផ្លូវរំដោះទុក្ខក៏មានសម្រាប់មនុស្សគ្រប់គ្នាដែរសូមឲ្យអ្នកទាំងអស់គ្នាមានសេចក្តីសុខសេចក្តីចម្រើននិងមានបញ្ញាឃើញធម៌